8ចំណុចគួរដឹងនិងហេតុផលសំខាន់បញ្ជាក់ថាអ្នកគ្រប់គ្រងផាកបោគុំពិតជាមិនខុសចិត្តទេបរិបម្នាក់ដែលកើតមកជាមនុស្សមានស្នាមញញឹមស្រស់មានភាពរស់រាយពីកំណើតចរិតល្អចេះឲ្យលំទោនផ្ដល់ការគោរពចំពោះមនុស្សគ្រប់គ្នានិងឲ្យតម្លៃចំពោះការងារពិតជាស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ពីអ្នកគ្រប់គ្រងហើយបរិបម្នាក់នោះគឺផាកបោគុំក្រៅពីចំណុចទាំងនេះតើអ្នកបានដឹងអ្វីខ្លះពីតារាប្រុសចរិតបានរូបនេះ 1. កំណើតនិងគ្រួសារផាកបោគុំគឺជាឈ្មោះកំណើតរបស់លោកតែម្ដងហើយបោគុំមានន័យថាដាវដ៏មានតម្លៃមហាសាលលោកកើតនៅថ្ងៃទី16ខែមិថុនាឆ្នាំ1993នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងហើយលោកគឺជាកូនពៅនៅក្នុងចំណោមបងប្អូន3នាក់ដោយក្នុងនោះមានបងប្រុសម្នាក់និងបងស្រីម្នាក់ 2. គឺជាកូនកំព្រាម្ដាយរបស់បោគុំបានទទួលអាណិច្ចកម្មតាំងពីលោករៀនថ្នាក់ទី4ម្លេះខ្លាចជាកូនកំព្រាតាំងពីតូចបោគុំពិតជាខ្វះភាពកក់ក្ដៅពីម្ដាយហេតុនេះហើយទើបឲ្យតែលឺអ្នកណាម្នាក់រំលឹកពីម្ដាយលោកមិនដែលទប់ទឹកភ្នែកជាប់នោះទេបោគុំតែងតែយំជានិច្ចអ្វីដែលកាន់តែអួលណែនទៀតនោះបោគុំធ្លាប់បាននិយាយថាលោកមិនមានរូបថតជុំគ្រួសារឡើយកាលពីម្ដាយនៅមានជីវិត 3. ចាប់ផ្ដើមរៀនលេងព្យ៉ាណូតាំងពីអាយុ5ឆ្នាំដងសិល្បៈរបស់តារាប្រុសរូបនេះពិតជាមិនមែនទើបតែមាននៅវ័យជំទង់នោះទេពលគឺតាំងពីតូចអរគុណដល់ទេពកោសល្យចេញពីកំណើតនិងការខិតខំហ្វឹកហាត់ទើបបណ្ដុះបណ្ដាលបោគុំក្លាយជាអ្នកជំនាញលេងព្យ៉ាណូដ៏ចំណាប់ 4. ផាកបោគុំគឺជាអ្នកកាន់សាសនាគ្រឹះដ៏សកម្មម្នាក់លោកមានការគោរពខ្ជាប់ខ្ជួនណាស់ចំពោះសាសនាមួយនេះជាមួយនឹងជំនាញដែលអាចលេងព្យ៉ាណូបានដូច្នេះបោគុំក៏ក្លាយជាអ្នកលេងព្យ៉ាណូប្រចាំនិងជាសមាជិកក្រុមតន្ត្រីម្នាក់ដែរប្រចាំព្រះវិហារ 5. បំណងដំបូងនៅក្នុងវិស័យសិល្បៈដំបូងឡើយបោគុំចង់ធ្វើជាតារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀងនោះទេប៉ុន្តែក្រោយមកលោកក៏ផ្លាស់ប្ដូរគោលដៅដល់ចាប់យកវិស័យសម្ដែងជាការងារគោលវិញលោកពិតជាធ្វើបានយ៉ាងល្អបំផុតនៅក្នុងការងារនេះស្របពេលការងារច្រៀងវិញត្បិតមិនសូវផ្ទុះខ្លាំងប៉ុន្តែតើអ្នកដឹងទេទឹកដមសំនៀងរបស់បោគុំពិតជាសំឡេងមិនធម្មតានោះឡើយព្រោះពេលស្ដាប់ហើយអ្នកអាចនឹងស្លុំអារម្មណ៍មួយរំពេចមានប្រវត្តិជាអត្តពលិកដ៏ឆ្នើមមុនពេលខ្លះជាតារាសម្ដែងដែលយើងស្គាល់និងស្រឡាញ់នាពេលបច្ចុប្បន្ននេះផាកបោគុំក៏ធ្លាប់បានអង្រួមវិស័យកីឡាដែរលោកបានចាប់ផ្ដើមហែលទឹកតាំងពីក្មេងហើយក៏ជាកីឡាករឆ្នើមដែរនៅក្នុងក្រុមប្រកួតប្រជែងប្រចាំវិទ្យាល័យដែលលោករៀនហើយថែមទាំងបំបីកំណត់ត្រានិងឈ្នះពានរង្វាន់ជាច្រើនទៀតប៉ុន្តែបើទោះជាលោកអំណោយផលខាងកីឡាក៏ជោគវាសនាមានផែនការផ្សេងទៀតសម្រាប់លោកដែរបន្ទាប់ពីចូលវិស័យសិល្បៈលោកបានសម្រេចចិត្តចាក់ចែងពីការប្រកួតកីឡាហែលទឹកដ៏ធំមួយដើម្បីដេញតាមសុបិនផ្សេងដែលធ្វើឲ្យលោកក្លាយជាបរិសុទ្ធដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដោយសពថ្ងៃប៉ុន្តែក៏មិនមានន័យថាលោកចាក់ចែងពីវិស័យនេះទាំងស្រុងដែរព្រោះទោះមិនប្រឡូកពេញទំហឹងដោយពីមុនក៏បោគុំតែងតែចេញមុខរួមចំណែកផ្សព្វផ្សាយជារឿយៗនៅក្នុងវិស័យនេះមិនថាកីឡាប្រដាល់វាយសីវាយកូនឃ្លីលើតុឬបាញ់ធ្នូឡើយកត្តានេះវាច្បាស់ពេកទៅហើយថាស្នេហារបស់លោកចំពោះវិស័យកីឡាពិតជាមិនទៅណានោះទេ 7. អត្តចរិតត្រង់ចំណុចនេះប្រិមត្តប្រកាសជាច្បាស់ពេកទៅហើយថាបរិសុទ្ធម្នាក់នេះគឺជាមនុស្សបែបណាក្រៅពីសង្ហាពូកែមានភាពវៃឆ្លាតខិតខំប្រឹងប្រែងធ្វើការមិនចេះរអ៊ូលោកក៏ជាមនុស្សដែលមានអធ្យាស្រ័យល្អចំពោះមនុស្សជុំវិញខ្លួនមិនសូវជាមានរឿងអាស្រូវស្នេហាមិនល្អរញ៉េរញ៉ៃនៅក្នុងវិស័យសិល្បៈតែងតែឲ្យលំទោនចំពោះមនុស្សជុំវិញខ្លួនរស់រាយទន់ភ្លន់ប្រដដែលល្អទាំងព្រមបែបនេះពិតជាមានមែននៅលើលោកនេះហើយបោគុំគឺជាគំរូស្រាប់ហេតុនេះហើយគ្រប់គ្រាន់ពេកទៅហើយដែលប្រជាជនកូរ៉េដែលរហស្សនាមឲ្យលោកថាគឺជា National Man of Good Influence បរិសុទ្ធដែលបង្ហាញឥទ្ធិពលល្អអស្ចារ្យលំដាប់ថ្នាក់ជាតិ 8. ប្រភេទមនុស្សនៅក្នុងដួងចិត្តរបស់បោគុំធ្លាប់បាននិយាយថាខ្លួនប្រាថ្នាអ្នកដែលអាចធ្វើឲ្យលោកមានអារម្មណ៍ថាកក់ក្ដៅដូចនៅជាមួយមិត្តភ័ក្តិដោយពុំមានអារម្មណ៍ថាទើសទាល់នៅក្នុងចិត្តនិងអាចមើលថែលោកបានយ៉ាងល្អដូចជាអ្នកម្ដាយ